ឥឡូវមកជួបគ្នាវីដេអូទី3និយាយពីជំនាញក្នុងការដឹកនាំក្រុមលោកអញ្ចឹងយើងរៀនមួយគ្នាបងប្អូនដែលមិនទាន់សូវចេះបងប្អូនដែលចេះហើយមើលលេងមកអបសុកភ្នែកទៅបាទរៀនដឹកនាំក្រុមលោកមួយខ្ញុំអញ្ចឹងជំនាញឯកទេសទី3ដែលយើងត្រូវតែមាននោះគឺជំនាញឯកទេស motivation អក្សរ M នោះគឺ motivation អញ្ចឹងលើកទឹកចិត្តអញ្ចឹងបានខ្ញុំនិយាយក្នុងវីដេអូដើមថាជាអ្នកដឹកនាំត្រូវតែចេះលើកទឹកចិត្តខ្លួនឯងហើយយើងរើសក្រុមណាដែលចេះលើកទឹកចិត្តខ្លួនឯងចេះលើកស្ទួយគ្នាទាំងអស់គ្នាអញ្ចឹងតែយ៉ាងណាក៏ដោយយើងជាអ្នកដឹកនាំយើងត្រូវតែឈានមុខគេក្នុងការដឹកនាំលើកទឹកចិត្តសមាជិកក្រុមរបស់យើងអញ្ចឹងយើងត្រូវលើកទឹកចិត្តក្រុមរបស់យើងហើយនឹងថែរក្សាសមាជិកណាដែលសកម្មអញ្ចឹងរៀនលើកទឹកចិត្តអញ្ចឹងមនុស្សត្រូវការខុសគ្នាយើងអាចសិក្សាអំពី Maslow need Maslow hierarchy need អីផ្សេងៗអញ្ចឹងណាហើយលោកស្រីចាំថាមនុស្សទាំងអស់មានចំណងចូលចិត្តខុសគ្នាចង់បានការលើកទឹកចិត្តខុសគ្នាខ្លះចូលចិត្តគេលើកសរសើរអ្នកខ្លះចូលចិត្តផ្ដល់ជា certificate ឬក៏ស្នាដៃផ្សេងៗអ្នកខ្លះទៀតក៏ត្រូវការយើងនឹងសួរសុខទុក្ខគាត់អ្នកខ្លះចូលចិត្តយើងទះដៃអបអរសាទរគាត់ផ្ដល់ជាកាដូផ្សេងៗអ្នកខ្លះត្រូវការលុយអញ្ចឹងទៅប៉ុន្តែជារួមគ្មានអីលើកទឹកចិត្តមនុស្សលើលុយទេ cash អង់គ្លេសថា cash លុយសុទ្ធធ្វើឲ្យពួកគាត់មានលុយធ្វើឲ្យគាត់រកចំណូលបាននឹងជាការលើកទឹកចិត្តធំបំផុតអញ្ចឹងបើគាត់រកលុយអត់បាននៅ agency ទោះបីលើកក្បាច់គុណមិនក៏ដោយ mindset អីណាក៏ដោយនៅអត់បានទេព្រោះមនុស្សមករកលុយអញ្ចឹងជំរឿសល្អបំផុតក្នុងការលើកទឹកចិត្តក្រុមនោះគឺធ្វើឲ្យគាត់មានប្រាក់ចំណូលធ្វើឲ្យគាត់មានប្រាក់ចំណូលគិតនឹងនៅមួយយើងធ្វើឲ្យគាត់មានអារម្មណ៍ថាទទួលបានការគោរពនិងកោតសរសើរក៏គាត់នៅមួយដែរធ្វើឲ្យគាត់មានឋានមួយយើងនៅក្នុងក្រុមយើងទទួលបានក្តីស្រឡាញ់ពេញលេញអញ្ចឹងធ្វើឲ្យគាត់មានលុយធ្វើឲ្យគាត់មានអារម្មណ៍ថាទទួលបានការគោរពនិងទទួលបានក្តីស្រឡាញ់ពេញលេញពីក្រុមគាត់នៅបានហើយអញ្ចឹងអ្នកខ្លះគាត់មានលុយប៉ុន្តែអត់ទទួលបានការគោរពពីក្រុមគាត់ក៏នៅមួយយើងដែរទទួលបានលុយប៉ុន្តែគាត់អត់មានការស្រឡាញ់សហការពីក្រុមក៏គាត់អត់នៅមួយយើងដែរឬក៏បានទទួលពីថ្នាក់ដឹកនាំបានដែរអញ្ចឹងទាមទារឲ្យមានចំណុច3ធំៗចំណុចទី1គឺលុយហើយមុខលុយណាធ្វើឲ្យគាត់មានលុយធ្វើឲ្យគាត់មានចំណូលធ្វើឲ្យគាត់ទទួលបានការគោរពនិងទី3គឺគោរពនិងកោតសរសើរទី3នឹងគឺការស្រឡាញ់រាប់អានជួយជុំជ្រែងពីក្រុមបាននៅបានអញ្ចឹងត្រូវតែរៀនថ្នាក់ដឹកនាំត្រូវរៀនបើរៀនអត់ចេះរៀនទៀតចេះបើរៀនចេះប្រាប់ខ្ញុំផង